Aaron Tuesday ជំរាបសួរ Aaron Tuesday ថ្ងៃហ្នឹងលើកទី1ដែលខ្ញុំចង់ថតវីដេអូហើយនិយាយខ្មែរអ្នកត្រូវឆ្ងល់មិនក៏នៅបារាំងហើយចាស់យបារាំងហើយចង់ថតវីដេអូនិយាយខ្មែរចាអ្នកត្រូវឆ្ងល់ពួកអីខ្ញុំមានបងប្អូនច្រើននៅខ្មែរហើយខ្ញុំចង់ឲ្យបងប្អូននៅខ្មែរហ្នឹងមើលវីដេអូខ្ញុំហើយចង់ឲ្យគាត់យល់ហើយណាចង់ឲ្យបងប្អូននៅខ្មែរអ្នក viewer ខ្មែរហ្នឹងអាចយល់វីដេអូខ្ញុំដែរហើយអញ្ចឹងញ៉ាំហ្នឹងខ្ញុំចង់ថតវីដេអូដែលថ្មីដែលខ្ញុំអត់ដែលថតអ្នកដែលបានឃើញថាខ្ញុំបានទៅលេងខ្មែរនៅក្នុង vlog ខ្ញុំទៅលេងខ្មែរខែ1ហ្នឹងហើយខែ7នេះបានខ្ញុំបានទៅទៀតហើយខ្ញុំបានទៅលេងកន្លែងច្រើនហើយថ្ងៃហ្នឹងខ្ញុំចង់និយាយពីកន្លែងដែលខ្ញុំបានទៅកន្លែងហាងដែលខ្ញុំបានទៅញ៉ាំកន្លែងទៅដើរលេងអាខ្លះខ្ញុំចូលចិត្តអាខ្លះខ្ញុំអត់ចូលចិត្តហេតុអ្វីពេលខ្ញុំទៅលេងខ្មែរខ្ញុំទៅលេងបងប្អូនហើយអ៊ំនៅខ្មែរហើយទៅលេងផងទៅចាលើកទី1ខ្ញុំចង់អរគុណបងប្អូនបងហើយប្អូនចំនួន1នៅខ្មែរអ៊ំអីដែលបាននាំខ្ញុំទៅដើរលេងហើយនាំក្រុមគ្រួសារខ្ញុំទៅដើរលេង Thank you everybody តើវីដេអូខ្ញុំចង់និយាយពីហាងដែលខ្ញុំបានទៅញ៉ាំទាំងហើយនៅខ្មែរព្រឹកអីឬក៏ល្ងាចអីគេចូលចិត្តទៅញ៉ាំហាងច្រើនជាងញ៉ាំនៅផ្ទះហើយអ៊ំអីគាត់បាននាំខ្ញុំទៅហាងច្រើនមែនទែនទៅតាមព្រឹកថ្ងៃហើយល្ងាចអញ្ចឹងមានហាងច្រើនណាស់មិនច្រើនមែនទែនប៉ុន្តែខ្ញុំអត់ចង់និយាយពីហាងទាំងអស់ទេព្រោះច្រើនពេកហើយខ្ញុំគឺអត់សូវចាំហាងទាំងអស់ទេអញ្ចឹងខ្ញុំនិយាយពីហាងដែលខ្ញុំនៅចាំឬហើយក៏ខ្ញុំចូលចិត្តដែរឬក៏ចូលចិត្តអញ្ចឹងហាងទី1គឺហាងឈ្មោះញោមិនថាម៉េចហាងហ្នឹងគាត់នាំទៅលើកថ្ងៃទី2ពេលខ្ញុំដល់កន្លែងហ្នឹងខ្ញុំចូលចិត្តthumbs upចាពួកកន្លែងហ្នឹងស្អាតមែនទែនកន្លែងអង្គុយគេកន្លែងអង្គុយគេនៅក្រៅគេដាក់ឆាប់អីនៅគៀនហើយដាក់ខ្យល់មកហើយស្រួលម្ហូបគេក៏ឆ្ងាញ់ដែរម្ហូបគេឆ្ងាញ់ហើយកន្លែងគេស្អាតហាងទី2គឺឈ្មោះ Vietnamese restaurant អត់ដឹងឈ្មោះខ្ញុំអត់ដឹងឈ្មោះពេចភ្លេចឈ្មោះហាងហ្នឹងហើយប៉ុន្តែកន្លែងហ្នឹងក៏ដូចកន្លែងញូនោះដែរកន្លែងគេស្អាតហើយម្ហូបគេក៏ឆ្ងាញ់ដែរចាហាងមួយទៀតគឺហាងបងហ្វុងគឺហាងកូរ៉េនៅអេអនចាទៅគឺហាងនៅអេអនហើយមានមួយទៀតនៅចិត្តហ្នឹងនៅក្រៅហ្នឹងហាងហ្នឹងបានទៅ2ដងហើយម្ហូបគេឆ្ងាញ់មែនតើគឺម្ហូបគេលក់ស្លាប់មាន់ហើយម្ហូបកូរ៉េឆ្ងាញ់មែនតើហើយកន្លែងគេក៏ស្អាតដែរជាពិសេសបទភ្លេងគេដាក់នៅក្នុងហ
ហាងគេប្រុសចង់ប្រុសប៉ុន្តែ staff គេមានខ្លះល្អហើយខ្លះអត់សូវគួរសមជាមួយយើងណាពួកអីចាំថាពេលទៅលើកទី2កំងស្លាប់មន់គេអត់ដឹងកំងមិនបាត់ប៉ុន្តែគេឲ្យតាមួយឈុតទេគេភ្លេចឈុតទី2ហើយយើងប្រាប់គេថាយើងបានកំង2ឈុតគាត់ថាអត់មានឃើញកំងនៅណាសោះហើយគាត់ដឹងថាគាត់ខុសប៉ុន្តែគាត់អត់សុំទោសអីគាត់ប្រាប់គាត់អត់យอมហូបឲ្យយើងមកផងចាអញ្ចឹងញ៉ាំអស់គ្នាញ៉ាំអត់ឆ្អែតសោះក្រៅពីហ្នឹង big thumbs up ហាងតបទៀតគឺហាងលីឡៃចាអ៊ំគាត់បាននាំទៅពី3ដងញ៉ាំម្ហូបអាហារព្រឹកហើយទៅនោះបានញ៉ាំបាយសាច់មាន់បាយសាច់ទាភ្លេចបាត់តែកន្លែងហ្នឹងឆ្ងាញ់ជាងគេប៉ុន្តែកន្លែងហ្នឹងចូលទៅដូចជាល្ញិតតែប៉ុណ្ណឹងក្រៅពីហ្នឹងthumbs up ចឹងហាងមួយទៀតគឺហាង Pizza Company ហាង pizza នៅខ្មែរកន្លែងហ្នឹងបានទៅ2ដងនៅសៀមរាប1ហើយនៅភ្នំពេញម្ដងចាខ្ញុំ thumbs up ពួកអីmenu គេ pizza ហើយ pasta អីគេកន្លែងជ្រើសរើសច្រើនហើយតម្លៃគេថោកជាងនៅបារាំងទៀតហើយឆ្ងាញ់ប៉ុន្តែមានមនុស្សច្រើនមែនទេដាច់ហាងដាច់ហើយ staff គេក៏ល្អដែរបន្ទាប់មកគឺហាង Suki Soup ហាងឈ្មោះ Ken តែថាអត់ថ្ងៃចឹងលើកទី1ដែលខ្ញុំបានភ្លក់ Suki Soup ហ្នឹងអត់សូវចូលចិត្តទេព្រោះយ៉ាងម៉េចដូចទឹកស៊ុបគេសាប់ប៉ុន្តែទៅយូរទៅឆ្ងាញ់មែនទែនឥឡូវចូលចិត្តស៊ុបមែនទែនពួកអីបន្លែអីក៏ច្រើនទឹកស៊ុបគេក៏ឆ្ងាញ់ដែរព្រោះមានទឹកជ្រលក់គេចឹង thumbs up បន្ទាប់មកគឺហាងសុខានៅអូតែលគេនៅភ្នំពេញអ៊ំគាត់បានទៅនាំទៅញ៉ាំអាហារព្រឹកកន្លែងហ្នឹង thumbs up ព្រោះម្ហូបគេឆ្ងាញ់កន្លែងគេក៏ស្អាតដែរស្អាតមែនទែនហើយគាត់តាទឹកញ៉ាំអីក៏ថ្លៃតិចប៉ុន្តែម្ហូបគេឆ្ងាញ់ហើយ staff គេ good ទៀតគឺហាងតារាហាងហ្នឹងបានទៅពួកអីទៅធ្វើគុំកំណត់អ៊ំខ្ញុំនៅហាងហ្នឹងហើយអ៊ំគាត់បានកក់ទុកពី3នៅក្នុងហាងហ្នឹងគឺសប្បាយចាពួកអីបានជុំគ្នាហើយហាងហ្នឹងstaff ក៏ល្អដែរហើយមានដាក់លេងភ្លេងបើយើងចង់បានបទអីយើងសុំឲ្យគេលេងបានអញ្ចឹង thumbs up ឲ្យម្ហូបគេឆ្ងាញ់មែនតើឆ្ងាញ់ជាងគេគឺបាយឆាគេហើយក្បាលខ្ពស់តែឆ្ងាញ់មែនតើនិយាយពីហាងហើយគឺមានតែប៉ុណ្ណឹងទេពួកឯងខ្ញុំអត់ចាំហាងច្រើនពេកភ្លេចឈ្មោះអស់ហើយប៉ុន្តែ
ហាងនៅខ្មែរធូរថ្លៃហើយម្ហូបគេក៏ឆ្ងាញ់ដែរប៉ុន្តែកន្លែងខ្លះយើងត្រូវកន្លែងខ្លះអត់សូវស្អាតប៉ុន្តែម្ហូបគេឆ្ងាញ់អញ្ចឹងនិយាយពីហាងហើយឥឡូវនិយាយពីcoffee bar កន្លែងញ៉ាំកាហ្វេហើយហាងទី1គឺហាង tous les jours ហាងហ្នឹង big thumbs up ពួកអីមានតែហាងហ្នឹងវាលក់តែមានហាងផ្សេងប៉ុន្តែមានតែហាងទេដែលខ្ញុំចូលចិត្តទៅទិញនំប៉័ងអីញ៉ាំដូចឲ្យខ្ញុំនឹកបារាំងពួកអីនំប៉័ងគេធ្វើដូចនៅបារាំងហើយកន្លែងគេស្អាតគួរឲ្យចង់ចូលហើយឲ្យគួយលេងអីតោះទៀតគឺកន្លែងកាហ្វេ Brown នៅខ្មែរបងប្អូនខ្ញុំនៅខ្មែរនិយាយប្រាប់ថាកន្លែងហ្នឹងដាច់មែនតែនហើយខ្ញុំបានឃើញដែរថាមានហាងហ្នឹង2-3ជាប់គ្នានៅកន្លែងមួយហើយដាច់មែនតែនហើយដីបានដាច់ពួកឯងកន្លែងគេចូលទៅស្អាតគួរឲ្យចង់អង្គុយលេងដែរហើយម្ហូបគេធូរថ្លៃហើយឆ្ងាញ់ទៀតកាហ្វេនៅខ្មែរស្រួលមែនទែនប៉ុន្តែខ្ញុំនៅចាំតាពីរហ្នឹងតែហាងញ៉ាំក្រែមគឺឈ្មោះ Svensson គេប្រាប់ថាគឺហាងថៃហើយបងប្អូននៅនោះគាត់បាននាំទៅញ៉ៃលើកចុងក្រោយពេលខ្ញុំចិត្តឡើងក្បាលហោះគាត់នាំទៅញ៉ាំហាងក្រែមនៅហាងហ្នឹងតាមស្រាប់ពួកអីក្រែមគេឆ្ងាញ់មែនតើហើយមេញូគេគឺមានក្រែមច្រើនមែនតើឲ្យយើងរើសហើយយើងអាចដូររសជាតិហ្នឹងហើយយើងអាចដូររសជាតិអីហើយកន្លែងគេក៏ស្អាតដែរហាងមួយទៀតទៅញ៉ាំក្រែមគឺហាងតូតូនៅ TK ហើយកន្លែងហ្នឹងបងប្អូននៅនោះគាត់បាននាំទៅពេលទៅមើលកូននៅ TK ហើយចប់ហើយគាត់នាំទៅញ៉ាំក្រែមកន្លែងគេគឺស្អាតពួកឯងខ្ញុំជួយចាត់កន្លែងអញ្ចឹង cute គេរៀបចំដូចនៅកូរ៉េអីផានអញ្ចឹងហើយក្រែមគេក៏ឆ្ងាញ់ដែរហើយតាមសិតឲ្យអ្នកបុគ្គលិកជេពីរោងកុន TK ហ្នឹងបានទៅប្រហែល5-6 ដងកន្លែងហ្នឹងនិយាយរួមតែរោងកុននៅខ្មែរកន្លែងគេស្អាតពួកឯងខ្ញុំបានទៅ TK ហើយនៅ Aeon ហ្នឹងជាមួយគាត់នៅលើបងប្អូនគាត់បាននាំទៅដែរកន្លែងគេស្អាតកន្លែងអង្គុយគេអីស្រួលប៉ុន្តែទិសអីមួយគឺលើកទី1ម៉ាស៊ីនត្រជាក់គេខ្លាំងពេកពួកគុយត្រជាក់មែនតើទី2គឺគេបើកសំឡេងរឿងហ្នឹងខ្លាំងមែនតើពុំមើលភ្ញាក់ពួកអីលឺក្ដុងពេញមានតែប៉ុណ្ណឹងតែកន្លែងគេស្អាតចឹងថែមទៅតែនិយាយពីរោងកុនហើយចង់និយាយពីកន្លែងគួយលេងញ៉ាំ cocktail ចាអញ្ចឹងហាងទី1គឺមិនហាងឯកន្លែងទី1គឺឈ្មោះ Marina Sky Bar គួយលេងនៅលើកន្លែងគេស្អាតមែនតើចាពុតាចូលទៅឃើញswimming pool នៅកណ្ដាលហើយភ្លើងអីក៏ស្អាតដែរ Thumbs up ឲ្យអ្នកបុគ្គលិក
ពួកអីគេចិត្តល្អជាមួយពួកខ្ញុំអីហើយ cocktail គេក៏ឆ្ងាញ់ដែរហើយធូរថ្លៃទោះតារឿងមួយគឺបត់ចម្រៀងនៅលើហ្នឹងអត់ទៅព្រោះហើយអត់មានអីគួរឲ្យចង់ឲ្យរាំទី2គឺកន្លែងហ្នឹងឈ្មោះ Forest ចា Forest ហ្នឹងបានទៅម្ដងហើយទៅម្ដងគឺភ្លៀងខ្លាំងមែនទែននៅខែចាប៉ុន្តែចូលទៅគឺវ៉ាវស្អាតមែនទែនពួកអីមានដើមអីធ្លាក់ពីលើពីគៀនអីហើយយើងដើរចូលទៅមានទឹកនៅក្រោមយើងដើរឆ្លងទឹកណាហើយបុគ្គលិកគេក៏ចិត្តល្អដែរពួកអីយើងមកគ្នាច្រើនគេអង្គុយទុក2-3ហ្នឹងហើយទឹក cocktail គេធូរថ្លៃហើយក៏ឆ្ងាញ់ដែរខ្ញុំបានយកឈ្មោះអី passion mint ហើយហ្នឹងផ្លែ passion ហើយ mint good កន្លែងហ្នឹងខ្ញុំចូលចិត្តជាងគេគឺបទភ្លេងគេអ្នកលេងភ្លេងអ្នកច្រៀងព្រោះមែនទែនហើយបទគេក៏ល្អដែរស្បាយមែនទែន next គឺ Sky Bar Eclipse បានអ្នកបានមើល vlog ខ្ញុំនៅពេលខ្ញុំទៅខែ1ខ្ញុំបានទៅ Eclipse 2ដងពួកអីស្បាយពេកកន្លែងហ្នឹងគឺ clip មែនទែនឡើងទៅគឺស្អាតមែនទែនខ្ញុំឃើញភ្លើងអីទាំងអស់លើភ្នំពេញស្បាយមែនទែនអញ្ចឹងបានទៅទៅ cocktail គេគឺធូរថ្លៃហើយកៅគេធំទៀតហ្នឹងហើយបទភ្លេងគេព្រោះបទភ្លេងគេព្រោះបើចង់ទៅអីទៅជាមួយបងប្អូនអីស្បាយឬក៏ទៅ couple គួយលេងស្បាយ big thumbs up for Eclipse next គឺឈ្មោះអីគឺនៅក្នុងhotel Cambodia ហ្នឹងគឺមានកន្លែងរោមភ្លេងគេគួយលេងបានអ៊ំគាត់បាននាំទៅម្ដងទៅគួយលេងស្ដាប់ភ្លេងភ្លេងគឺព្រោះមែនតើអ្នកលេងហ្នឹង Let me down Well I'm sorry since got bad Mà elle filme Worry I'm so worried That you let me down Because I love you Love you Ooh, love you Love you If I swim along this river just call your name If I say that I will look for you I'll never change with you ever ឈាមរស់មែនតើហើយគេបិទភ្លើងអីអស់ដាក់ភ្លើងតិចហើយ I like it ចឹងនិយាយពីកន្លែងបារអីហើយខ្ញុំចង់និយាយពីកន្លែងរួមហើយគួយលេងញ៉ាំ cocktail ទី1គឺនៅសៀមរាបនៅឈ្មោះ
Temple គឺបានទៅ2 ដងចាទៅបាន2 ដងកន្លែងហ្នឹងរស់រីមែនតើដើរកាត់គេដាក់ភ្លេងខ្លាំងមែនតើគឺឲ្យចង់ឲ្យយើងចូលហើយអង្គុយរាំនឹងចាទៅយប់ពេកអត់កន្លែងអង្គុយពិបាករកកន្លែងអង្គុយបើចង់អង្គុយព្រោះអីយើងគ្នាច្រើនត្រូវសុំតុ2-3តែកន្លែងហ្នឹងដាក់ដាច់មែនទែនអត់សូវមានកន្លែងអង្គុយទឹកញ៉ាំខុសត្រូវគេធូរថ្លៃប៉ុន្តែកៅគេទូចប៉ុន្តែធូរថ្លៃអីហើយឆ្ងាញ់ទៀត Big thumbs up for ភ្លេងគេគួរឲ្យចង់រាំមែនតើសប្បាយមែនតើហ្នឹងចាភ្លេងគេដាក់ភ្លេងស្មៃឥឡូវហើយសប្បាយមែនកន្លែងទី2គឺ Epic កន្លែងហ្នឹងបានទៅ2 ដងចាបានទៅ2 ដងកន្លែងគេក្លីបមែនតើហើយស្អាតកន្លែងគេស្អាតគេរៀបចំអី Big thumbs up ភ្លេងគេក៏ព្រោះស្ដាប់ដែរស្បាយមែនទែនចានឹកឥឡូវនឹកបងប្អូននៅខ្មែរចង់ទៅទៀតទាំងអស់គ្នាមិញនិយាយពីស៊ីមរៀបលេខប្រាប់អូតែលដែលពួកខ្ញុំបានទៅគេងគឺអូតែល My Unique House គឺអូតែលអ៊ំខ្ញុំនៅខ្មែរអូតែលគេស្អាតមែនទែន Big thumbs up អូតែលនឹងរៀបចំស្អាតហើយមានកន្លែងមុជទឹកហើយអត់ឆ្ងាយពីអង្គរទៀតបានទៅលេងខ្មែរហ្នឹងមានរឿងហើយកន្លែងទៅច្រើនមែនទែនប៉ុន្តែខ្ញុំអត់ចាប់ទៀតអត់បានថតមែនតែទៅកន្លែងខ្លះភ្លេចថតព្រោះអីសប្បាយពេកឬក៏អត់មានកាមេរ៉ាអីអញ្ចឹងខ្ញុំបាននិយាយតែប៉ុណ្្នឹងទេកុំប្រកាន់ខ្ញុំអីបើខ្ញុំនិយាយខ្មែរអត់ទៅច្បាស់ណាអរគុណទាំងអស់គ្នាដែលបាន support ខ្ញុំចាអរគុណទាំងអស់គ្នាដែលបានមើលវីដេអូខ្ញុំ I hope ដែលអ្នកចូលចិត្តហើយអរគុណបងប្អូននៅខ្មែរដែលបាននាំខ្ញុំដើរលេងសប្បាយមែនតើចឹងចាំជួបគ្នានៅខ្មែរថ្ងៃក្រោយអរគុណដែលបានមើលវីដេអូខ្ញុំបាយថតវីដេអូនិយាយខ្មែរអូមានបង